bà lấy dương mặt đo phum ở lông thùng nóលើភ្នំគូលែនយើងមកមើលទស្សនៈបងប្អូនប្រជាជនរបស់យើងនៅលើភ្នំគូលែនបាទហើយក៏ឆ្លៀតចូលថតចក្រានបាយផ្ទះបាយរបស់គាត់គាត់រៀបចំជា home stay ជាផ្ទះស្នាក់អញ្ចឹងទីតាំងរបស់គាត់រៀបចំគឺមើលទៅលក្ខណៈបែបភូមិពីដើមភូមិបុរាណមានដើមដួងព្រោះដោយសារខ្ញុំមានស្រុកកំណើតនៅកពតហើយដឹងស្រាប់ហើយនៅកពតគឺខាងកំពង់ត្រាយខាងប្រទីមាសខាង30ឆ្នាំ40ជុំការីខាងមួយជំនាឈូកអីហ្នឹងគឺសម្បូរដើមដូងដើមដូងច្រើននៃដើមដូងតាដើមដូងខ្ពស់ធំផ្លែធំដូងកប៉ាល់ដូងភ្លើងដែលវាមានដើមខ្ពស់ធំដែលដាំពីជំនាន់ដូនតាពីជំនាន់ដូនតាខ្ញុំទៅហេតុអីរៀងឃើញអញ្ចឹងកន្លែងនេះមែនបាទកន្លែងអានេះកន្លែងសម្រាប់ទុកវត្ថុធាតុដើមអញ្ចឹងយើងដាក់ខ្សាច់នៅខាងក្រោមទៅវាមានសំណើមមកអញ្ចឹងព្យាយើងអត់ស្វិតដើម្បីកុំឲ្យស្រស់រហូតកុំឲ្យស្រាយើងមកចូលទស្សនកិច្ចសិប្បកម្មកែច្នៃផលិតខ្ជាយខ្មៅបាទខ្ជាយខ្មៅមានជាមើមផ្សេងៗទៀតដូចជាមៀតដូចជាស្លឹកគ្រៃមានផលិតផលផ្សេងៗទៀតដែលបានរៀបរាប់អស់ហើយមានទាំងពីស្រាផងដែរតែស្រាជាស្រាដូនតាហើយរូបមន្តពីបុរាណអានេះទេសភាពពីខាងក្រោយផ្ទះនៅក្នុងមានកញ្ចក់មួយគេអាចបោះតង់បានហើយមានជាទឹកបបោទឹកហូរចេញពីខាងលើមកហើយមានកន្លែងហាលអាវអីផ្សេងទៀតដែលនៅនេះគឺគាត់មានទទួលជា home stay ផ្ទះស្នាក់ផងដែរនេះទេសភាពនៅខាងក្រោមផ្ទះហើយយើងអាចអង្គុយលេងដើរហាត់ប្រាណទៅមើលថ្ងៃលិចថ្ងៃរះបាទឥឡូវយើងមកមើល home stay នៅលើភ្នំកលែនទាំងអស់គ្នានេះ home stay មួយទៀតដែលមើលទៅស្អាតជាង home stay ដែលថតពីក្បាលវីដេអូតែនេះគឺគេមានជាផ្ទះស្នាក់មានជាកញ្ចក់មានជាតង់ហើយចំណុចសំខាន់មួយទៀតគឺនៅខាងក្រោមនេះគឺមានទឹកធ្លាក់ពីនៅលើភ្នំកលែនតែម្ដងយើងអាចមួយលេងបានទឹកថ្លាឆ្វេងហើយចុះទៅមើលខាងក្រោមទាំងអស់ខ្លាឆ្វេងតែម្ដងទឹកអមរត